នេះជាសាច់រឿងនិទានខ្លីមួយចំណងជើងទុនសាយឆ្លាតនិងខ្លាឃ្មុំកម្លាំងខ្លាំងនៅក្នុងព្រៃមួយមានខ្លាឃ្មុំមួយដែលតែងតែអួតថាខ្លួនខ្លាំងជាងគេសត្វទាំងអស់សត្វដទៃទៀតខ្លាចវាខ្លាំងណាស់ថ្ងៃមួយទុនសាយតូចមួយបានឮខ្លាឃ្មុំអួតម្ដងទៀតទុនសាយក៏និយាយថាកម្លាំងខ្លាំងមិនសំខាន់ជាងប្រាជ្ញាទេខ្លាឃ្មុំខឹងហើយប្រកួតជាមួយទុនសាយនាំខ្លាឃ្មុំទៅក្បែរអណ្ដូងទឹកហើយប្រាប់ថាមានខ្លាឃ្មុំមួយទៀតនៅក្នុងអណ្ដូងកំពុងប្រជែងជាមួយអ្នកខ្លាឃ្មុំមើលទៅក្នុងទឹកឃើញរូបខ្លួនឯងហើយគិតថាជាខ្លាឃ្មុំមួយទៀតវាស្រែកខ្លាំងហើយសំឡេងបន្តត្រឡប់មកវិញវាកាន់តែខឹងហើយលោតចូលអណ្ដូងទីបំផុតវាមិនអាចចេញមកវិញបានសត្វទាំងអស់សប្បាយចិត្តហើយសរសើរទុនសាយថាជាសត្វឆ្លាតកតេបណ្ឌិតប្រាជ្ញានិងការគិតឆ្លាតវៃអាចឈ្នះកម្លាំងកាយបាន